រឿងអាស្រូវរដ្ឋបាលខេត្តកំពតនឹងស្នើទៅក្រសួងមហាផ្ទៃចាត់វិធានការលើលោកហេងងួនស្រុនអភិបាលរងស្រុកជុំគិរីរដ្ឋបាលខេត្តកំពតនឹងស្នើទៅក្រសួងមហាផ្ទៃដើម្បីចាត់វិធានការលើលោកហេងងួនស្រុនអភិបាលរងស្រុកជុំគិរីបន្ទាប់ពីបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរកិត្តិយសរបស់ខ្លួននិងអង្គភាពតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលខេត្តកំពតនាថ្ងៃទី3ខែមិថុនានេះបានឲ្យដឹងថាការវេលាយប់ថ្ងៃទី2ខែមិថុនាឆ្នាំ2025នាពេលថ្មីនេះរដ្ឋបាលខេត្តបានពិនិត្យឃើញមានព័ត៌មានលើបណ្ដាញសង្គមជាច្រើនករណីបានបង្ហោះឃ្លីបវីដេអូលោកហេងងួនស្រុនអភិបាលរងស្រុកជុំគិរីជុំវិញករណីនេះលោកហេងងួនស្រុនបានទៅលួចរៀបការប្រពន្ធថ្មីហើយត្រូវបានប្រពន្ធតាមទាន់ឆ្លោះគ្នាផ្អើលឆោឡោពេញរោងការគូបញ្ជាក់ថារដ្ឋបាលខេត្តកំពតមិនគាំទ្រដាច់ខាតចំពោះករណីខាងលើនេះដែលមានចែងក្នុងច្បាប់ស្ដីពីលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលបន្ថែមពីនេះរដ្ឋបាលខេត្តនឹងលើកសំណើទៅក្រសួងមហាផ្ទៃដើម្បីចាត់វិធានការពិន័យស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត